កូនអាយុ2ខែអត់ឡើងគីឡូសោះសម្រាប់ក្មេងតូចក្រោមអាយុ6ខែដែលគាត់មិនទាន់អាចញ៉ាំចំណីអាហារបន្ថែមឬក៏ទឹកបន្ថែមបានអញ្ចឹងការឡើងគីឡូរបស់កូនគឺអាស្រ័យទៅលើការបើមិនថាបើទឹកដោះម្ដាយឬក៏បើទឹកដោះគោទេអញ្ចឹងបើសិនជាកូនយើងអត់ឡើងគីឡូសោះឬក៏កាំងគីឡូខ្លាំងឬក៏គីឡូហ្នឹងគឺវាអត់ស្ថិតនៅក្នុងស្តង់ដារដែលយើងមើលនៅក្នុងបានលឿងនៃការលូតលាស់របស់កូនយើងនៅពេលដែលយើងប្រៀបធៀបជាមួយនឹងទម្ងន់ហើយនឹងអាយុរបស់កូនវានៅក្រោមបន្ទាត់ពណ៌បៃតងគឺជាទម្ងន់ដែលក្រោមស្តង់ដារអញ្ចឹងគឺយើងត្រូវពិនិត្យទៅលើការបើរបស់កូនជាទូទៅក្មេងក្រោមអាយុ3ខែការឡើងគីឡូរបស់គាត់គឺលឿនអាចចន្លោះពី8ខាំទៅ1គីឡូនៅក្នុងមួយខែប៉ុន្តែសម្រាប់កូនខ្លះគឺអាចឡើងយឺតជាងនេះហើយកូនខ្លះលឿនជាងនេះទៅតាមការបើហើយនឹងសុខភាពរបស់ក្មេងម្នាក់ៗដោយសារតែក្មេងខ្លះគាត់សុខភាពល្អធម្មតាប៉ុន្តែការជញ្ជក់បើរបស់គាត់អត់សូវបានល្អឬក៏គាត់មានបញ្ហាផ្សេងៗទាក់ទងទៅនឹងការជញ្ជក់របស់គាត់ដូចជាក្មេងខ្លះគាត់មានបញ្ហាជាប់នៅនឹងហ្វ្រាំងដាតមានថាគាត់ជាប់ដាតឬក៏ជាប់ចាញ់ថ្មីលើនឹងក្រាស់ពេកធ្វើឲ្យការជញ្ជក់ការបើរបស់គាត់អត់បានត្រឹមត្រូវឬក៏ធ្វើឲ្យគាត់រសាឆ្លក់ក្នុងឡងពេលបើវាក៏ជាមូលហេតុមួយដែលធ្វើឲ្យគាត់ឡើងគីឡូដូចគ្នាក្រៅពីនេះតកតងទៅនឹងជំងឺពីកណ្ដាលមួយចំនួនដែលអាចដឹងតាមរយៈការតេស្តកែងជើងដូចជាកង្វះនៅអបម៉ូនដែលគ្រប់គ្រងទៅលើការលូតលាស់របស់កូនក៏អាចធ្វើឲ្យកូនស្ទើរគីឡូដូចគ្នាអញ្ចឹងយើងត្រូវតែសួរត្រឡប់ទៅវិញថាតើក្រោយពេលសម្រាលយើងបានប្រតិកម្មខ្លះសម្រាប់សុខភាពរបស់កូនដូចជាការតេស្តកែងជើងជាដើមតើមានបញ្ហាសុខភាពអីឬអត់ក្រៅពីនេះគឺយើងពិនិត្យមើលទៅលើការបំបើរបស់យើងជាទូទៅក្មេងតូចនៅក្រោមអាយុ3ខែការបំបើគឺជារឿងសំខាន់ទាំងចំនួនដងនៃការបើបរិមាណនៃការបើរយៈពេលនៃការបើម្ដងគឺសំខាន់សម្រាប់ក្មេងខ្លះបើតិចហើយឡើងគីឡូនឹងយឺតប៉ុន្តែទម្ងន់ឬក៏គីឡូរបស់គាត់គឺនៅក្នុងខ្សែបន្ទាត់ពណ៌បៃតងគឺជាគីឡូដែលស្តង់ដារអញ្ចឹងក៏អត់មានអីត្រូវព្រួយបារម្ភដែរប៉ុន្តែបើសិនជាកូនយើងបើញឹកដង1ម៉ោងមិនទាន់ទេបើឬក៏ក្មេងខ្លះកន្លះម៉ោងមិនទាន់ទេគាត់បើហើយគីឡូគាត់សើឡើងទេអញ្ចឹងគឺយើងត្រូវមើលទៅលើទឹកដោះបើសិនជាយើងបំបើដល់កូនដល់ទឹកដោះគោគឺយើងងាយស្រួលយើងអាចឃើញថាកូនបើអស់ឬក៏អត់នៅពេលដែលយើងឆុងទៅតាមអាយុរបស់កូនឲ្យកូនមើលម្ដងគឺយើងអាចដឹងថាកូនបើអស់ឬក៏អត់ប៉ុន្តែបើសិនជាបើទឹកដោះម្ដាយវិញគឺយើងពិបាកនៅក្នុងការដឹងដោយសារឯក្មេងតូចក្រោមអាយុ3ខែគឺគាត់គេងច្រើននៅពេលដែលបើដោះម្ដាយគាត់កំពុងតែបើគាត់គេងលក់បាត់អញ្ចឹងយើងអត់បានទៅដាស់គាត់ឲ្យគាត់បើបន្តធ្វើឲ្យគាត់បើបានគ្រប់គ្រាន់អញ្ចឹងកន្លះម៉ោង1ម៉ោងមិនទាន់ទេគឺគាត់នៅមកបើទៀតហើយអញ្ចឹងការគាត់បើហ្នឹងគឺគាត់បើបានតែសកលទឹកដោះផ្នែកខាងលើទេដែលសម្បូរទៅដោយជាតិទឹកគាត់ឆ្អែតលឿនហើយគាត់គេងឬក៏គាត់បើមិនទាន់ឆ្អែតផងគាត់គេងបាត់ហើយដោយសារតែក្មេងតូចគឺគាត់ដឹងថាគាត់មិនដឹងថាឆ្អែតឬក៏មិនឆ្អែតទេគាត់គេងច្រើនជាងអញ្ចឹងបើសិនជាក្នុងករណីកូនបើដោះយើងផ្ទាល់គឺយើងត្រូវតែភ្ញូចផ្ទាល់គាត់នៅពេលគាត់គេងទាំងបើមិនទាន់អស់ដោះមួយចំហៀងអញ្ចឹងយើងត្រូវតែភ្ញូចផ្ទាល់របស់គាត់ឲ្យគាត់បើបន្តរហូតដល់យើងមានអារម្មណ៍ថាស្រគាលដោះមានន័យថាយើងអស់ទឹកដោះចេញពីដោះម្ខាងក្នុងករណីហ្នឹងទើបកូនយើងបើបានឆ្អែតធម្មតាស្តុកខ្លាញ់នៅក្នុងទឹកដោះរបស់មនុស្សយើងគឺនៅផ្នែកខាងក្រោមបើសិនជាកូនយើងបានបើដល់ស្តុកខ្លាញ់ទើបកូនយើងឡើងគីឡូល្អបើសិនជាកូនយើងបើបានដល់ស្តុកផ្នែកខាងលើដែលមានជាតិទឹកហ្នឹងហើយនឹងជាតិស្ករហ្នឹងគឺកូនអត់សូវឡើងគីឡូទេអញ្ចឹងក្នុងករណីកូនបើដោះម្ដាយផ្ទាល់គឺយើងអាចសង្កល់ត្រង់ចំណុចហ្នឹងតើកូនមុំរយៈពេលប្រហែលនាទីហើយការមុំហ្នឹងតើគាត់បានមុំទៅដល់ស្តុកផ្នែកខាងក្រោមឬក៏អត់អញ្ចឹងបើសិនជាគាត់មុំដល់ស្តុកផ្នែកខាងក្រោមដែលជាស្តុកខ្លាញ់គឺគាត់គេងបានយូរអាចនឹង2ម៉ោងទៅ3ម៉ោងទៅគាត់ក្រោកមកបើម្ដងទៀតតាមពិតបើជាទូទៅការបំបើគឺយើងត្រូវបំបើទាំងសងខាងដោះម្ខាងនៅពេលដែលកូនបើហើយអស់មានអារម្មណ៍ថាអស់ទឹកដោះហើយគឺយើងត្រូវតែឲ្យកូនបើម្ខាងទៀតទី1ដើម្បីឲ្យកូនបើបានគ្រប់គ្រាន់ឲ្យកូនគេងលក់បានស្កប់បានយូរទី2គឺជៀសវាងនៅបញ្ហាដែលយើងចោលទឹកដោះឬក៏ឡើងកាំងទឹកដោះមួយចំហៀងធ្វើឲ្យមានបញ្ហាឈឺដោះឬក៏ឡើងអាប់ខ្សែដោះហើយនៅពេលកូនយើងបើបានទាំងសងខាងបើបានទៅដល់ស្តុកខ្លាញ់ធ្វើឲ្យកូនយើងឡើងគីឡូល្អគាត់គេងលក់ស្កប់គាត់អត់សូវជាក្របមកញឹកញាប់ឬក៏យំរោគរឿងធម្មតាទេហើយគីឡូរបស់គាត់ក៏ឡើងបានល្អដែរតែទៅនឹងការបំបើដោះរបស់ម្ដាយផ្ទាល់ចំណែកកូនដែលបើទឹកដោះគោវិញគឺយើងមិនពិបាកខ្លាំងទេដោយសារតែយើងឆុងហើយនៅក្នុងកំប៉ុងស្រាប់បើសិនជាកូនយើងមើលមិនអស់ឬក៏កូនពីមុនមកធ្លាប់តែមើលអស់ធម្មតាស្រាប់តែពី3ថ្ងៃចុងក្រោយហ្នឹងគឺគាត់អត់មើលទេគាត់អាចមានបញ្ហាផ្សេងៗដូចជាបញ្ហាដាសាយគាត់តឹងច្រមុះគាត់ឡើងស្លេះឬក៏មានបញ្ហាបំពង់ករលាកបំពង់កក្មេងខ្លះមានដុំផ្សិតមានផ្សិតមានអីនៅក្នុងកោមាត់ហ្នឹងក៏ធ្វើគាត់ថយនៅក្នុងការបើចឹងហើយក៏អាចធ្វើឲ្យស្រកគីឡូដែរហើយក្មេងតូចស្រកគីឡូក៏លឿនឡើងគីឡូមកវិញក៏លឿនដែរចឹងសម្រាប់កូនយើងដែលមានអាយុ2ខែហាក់ឡើងគីឡូសោះយើងត្រូវសួរទៅវិញថាតើយើងបានពិនិត្យមើលទៅលើទម្ងន់ស្តង់ដាររបស់កូនយើងហើយនៅតើកូនយើង2ខែមានទម្ងន់ប្រមាណហើយនៅតាមបានពណ៌លឿងដែលជាបានចាក់បាក់សាំងហ្នឹងយើងយកមកប្រៀបធៀបជាមួយនឹងអាយុរបស់កូននិងគីឡូរបស់កូនហ្នឹងតើនៅក្នុងបន្ទាត់ពណ៌បៃតងឬក៏អត់បើសិនជានៅក្នុងបន្ទាត់ពណ៌បៃតងគឺជាគីឡូកូនដែលស្តង់ដារពេលខ្លះកូនយើងអត់សូវធ្លាប់ទេប៉ុន្តែគាត់នៅក្នុងគីឡូស្តង់ដារក៏ជារឿងធម្មតាពេលខ្លះយើងមិនអាចប្រៀបធៀបកូនយើងជាមួយនឹងកូនអ្នកដទៃបានទេដោយសារកូនខ្លះគាត់ធ្លាប់ខ្លាំងប៉ុន្តែគាត់ធ្លាប់ខ្លាំងក៏គាត់ស្ថិតនៅក្នុងខ្សែបន្ទាត់ពណ៌បៃតងដូចគ្នាអញ្ចឹងដូចទៅនឹងកូនយើងដែរគាត់ថាកូនយើងមិនសូវធ្លាប់ហើយកូនគេធ្លាប់អញ្ចឹងទី1គឺយើងត្រូវតែប្រៀបធៀបទម្ងន់ទៅនឹងអាយុរបស់កូនទៅតាមបានលឿងនឹងសិនទី2បើសិនជាយើងប្រៀបធៀបហើយឃើញថាគីឡូរបស់កូនយើងគឺនៅក្រោមស្តង់ដារយើងត្រូវពិនិត្យមើលវិញថាតើកូនយើងដែលសម្រាប់មកហ្នឹងគឺគាត់មានបញ្ហាសុខភាពអីខ្លះពីមុនមកគាត់ស្អាតឈឺអត់ហើយមានបញ្ហាជំងឺប្រចាំកាយពីកណ្ដាលដែលយើងបានតេស្តមើលនៅពេលដែលនៅក្នុងទីពេទ្យហ្នឹងអញ្ចឹងក្នុងករណីហ្នឹងបើសិនជាមានការឡើងគីឡូយឺតឬក៏កាំងគីឡូយើងត្រូវតែជួបគ្រូពេទ្យវិញដើម្បីដោះស្រាយនៅបញ្ហាហ្នឹងមួយទៀតគាត់កាំងគីឡូគាត់ឡើងគីឡូយឺតដោយសារតែបញ្ហាបើរបស់គាត់អញ្ចឹងក៏យើងត្រូវពិនិត្យមើលទៅលើការបើឡើងវិញបើសិនជាបើទឹកដោះគោគឺយើងមើលថាតើគាត់បើបានអស់ឬក៏អត់ប្រហែលម៉ោងគាត់បើឡើងវិញហើយតើគាត់មានបញ្ហាសុខភាពប្រចាំកាយអត់ពី3ថ្ងៃហ្នឹងអាចប្រែប្រួលការបើហ្នឹងខុសពីប្រហែលថ្ងៃមុនឬក៏អត់ហើយបើសិនជាបើដោះរបស់ម្ដាយផ្ទាល់គឺត្រូវតែសង្កេតមើលទៅលើចំណុចដែលខ្ញុំបាននិយាយពីខាងមុខមកហ្នឹងចំនួននៃការបើបរិមាណនៃការបើហើយនឹងរយៈពេលនៃការបើហ្នឹងតើបានគ្រប់ចំនួនឬក៏បានយូរឬក៏អត់ឬក៏កូនគាត់តែបើហើយកូនគេងលក់យើងក៏គេងលក់ទៅតាមកូនដែរនោះគឺធ្វើឲ្យកូនមិនសូវឡើងគីឡូ